គឺមានម្ដាយរបស់ខ្ញុំយាយគឺម៉ាក់របស់ខ្ញុំអ្នកម្ដាយរបស់ខ្ញុំម្ដាយរបស់ខ្ញុំខ្ញុំចង់ឲ្យគាត់ដឹងថាគាត់ជាស្ត្រីដែររឹងមាំខ្ញុំស្រឡាញ់យាយខ្ញុំស្រឡាញ់អ៊ំហើយខ្ញុំស្រឡាញ់នឹងគោរពមីងនិងពូ ខ្ញុំស្រឡាញ់ម៉ាក់គឺជាវីដេអូល្អបំផុតរបស់ខ្ញុំ ក្នុងឱកាសនេះខ្ញុំជូនពរឲ្យអ្នកម្ដាយនិងក្រុមគ្រួសារទាំងមូលមានសុខភាពល្អគ្រប់គ្នាហើយនឹងគាត់ទទួលបានជោគជ័យនៅក្នុងគ្រប់កិច្ចការងារដែលគាត់បំពេញ ចង់ឲ្យគាត់ជាមនុស្សស្រីក៏ដោយប៉ុន្តែត្រូវតែរឹងមាំព្រោះមនុស្សស្រីក៏មានកម្លាំងមានខួរក្បាលពេញលេញអាចខ្លាំងជាបុរសក៏ថាបានបាត់ពិសោធន៍តាំងពីខ្ញុំមានកូនមកខ្ញុំកាន់តែមើលឃើញតម្លៃរបស់ម្ដាយខ្ញុំរបស់ស្ត្រីទូទៅកាន់តែខ្លាំងខ្ញុំក៏សង្ឃឹមថាទាំងអស់គ្នាក្នុងនាមជាស្ត្រីកុំភ្លេចសរសើរខ្លួនឯងដែរនៅពេលដែលយើងសរសើរអ្នកដទៃយើងស្រឡាញ់អ្នកដទៃយើងកុំភ្លេចស្រឡាញ់ខ្លួនឯងសិនអូខេអបអរសាទរទិវានារីអន្តរជាតិ8មិនិនាឆ្នាំ2025យើងទាំងអស់គ្នារួមគ្នាដើម្បីស្ត្រីកុមារីកុមារាយុវជនជាពិសេសប្រទេសរបស់យើងទាំងមូលតែម្ដងពីព្រោះបើមិនមានស្ត្រីទេការអភិវឌ្ឍក៏មិនមានពេញលេញបរិបូរណ៍ដែរហើយកុំភ្លេចថែទាំសុខភាពផ្លូវចិត្តផងទាំងស្ត្រីទាំងបុរសបើមិនមានសុខភាពផ្លូវចិត្តល្អទេអ្វីដែលយើងអ្វីដែលយើងចង់ធ្វើសក្តានុពលដែលយើងមានវានឹងអត់អាចលេចចេញវានឹងអត់អាចកើតឡើងទេដូច្នេះកុំភ្លេចថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នកអូខេអរគុណ